បើកបានវីដេអូមកបងប្អូនទាំងអស់គ្នាប្រកាសជាបានឃើញណាអូខេស្វាគមន៍មកកាន់ប្រទេសប្រុយណេអូខេឥឡូវនេះយើងបានចេញពីធ្វើដំណើរហើយបន្តដំណើរទៅមុខទៀតចង់ដឹងថាតើនៅខាងមុខមានទេសភាពក៏ដូចជាបរិយាកាសអីខ្លះសូមតាមដានទស្សនាជាមួយនឹងខ្ញុំបាទទាំងអស់គ្នាអូខេចឹងកុំឲ្យខាតពេលយូរសូមនាំបងទស្សនិកជនទាំងអស់គ្នាចូលទៅមើលនៅក្នុង Moose មួយកន្លែងវាជាពិធីរបស់ខាងអ៊ីស្លាមនៅក្នុងប្រទេសប្រុយណេ teach you how to do ablution, how to pray, okay? How to live. One. Ok,យ៉ាងណាដែរបន្ទាប់ពីបានទស្សនាជាមួយនឹងទស្សនវិជ្ជាទាំងខាងក្នុងទាំងខាងក្រៅនៃ booth មួយកន្លែងនេះតែថាថ្ងៃនេះរៀងស្ងាត់តិចហើយដោយសារគេរៀបចំកម្មវិធីពីព្រោះថ្ងៃស្អែកនេះជាកម្មវិធីហើយថ្ងៃបន្ទាប់នេះគឺជាថ្ងៃ King Birthday របស់ស្ដេចនៃ5មហាក្សត្រនៅក្នុងប្រទេសប្រុយណេហើយដល់នេះយើងថតបរិយាកាសនៅបន្តិចហើយយើងនឹងបន្តដំណើរទៅខាងមុខទៀតអូខេអញ្ចឹងបើកាត់ពីយូរសូមតាមដានទស្សនាក៏ដូចជាមើលជាមួយនឹងទស្សនវិជ្ជានៃជុំវិញនេះទាំងក្នុងទាំងក្រៅដែលពីបានថតបង្ហាញក្នុងវីដេអូនេះទាំងអស់គ្នា One, mengucap 2 kalimah syahadat. So, have 7 prints. So number 6 just only here. This is for Sultan Bihubong. Number 6 is the អូខេបងប្អូនទាំងអស់គ្នាហើយប្រកាសជាឆ្ងល់ហើយកន្លែងនេះកន្លែងអីមែនទេនេះគឺជាព្រះបរមរាជវាំងដែលព្រះមហាក្សត្រលោកគង់នៅទីនេះអូខេឥឡូវនេះយើងបន្តដំណើរទៅមុខទៀតយើងនឹងធ្វើដំណើរទៅកន្លែងមួយទៀតហើយចង់ដឹងថាតើនៅកន្លែងមួយទៀតនឹងមានទស្សនវិជ្ជាយ៉ាងណាក៏សូមតាមដានទស្សនាទាំងអស់គ្នាអូខេអញ្ចឹងមកដល់ទីនេះគឺបងប្អូនទាំងអស់គ្នាប្រកាសជាឃើញហើយគឺនៅទីនេះគឺជាសារមន្ទីរដែលដាក់បង្ហាញជាមួយនឹងការងារក៏ដូចជាសម្ភារៈផ្សេងនៅក្នុងការរៀបចំកម្មវិធីធំរបស់ប្រទេសប្រុយណេផ្ទាល់តែម្ដងចំពោះបងប្អូនគ្នាគាត់ឃើញហើយមានដាក់ទូតាំងហើយជាមួយនឹងប្រភេទឆាត់ប្រភេទអីហ្នឹងច្រើនគេរៀបចំសម្រាប់កម្មវិធីអូខេហើយនេះគឺជាទស្សនវិជ្ជាខ្លះៗនៅក្នុងសារមន្ទីរជាតិរបស់ប្រទេសប្រុយណេផងដែរហើយខ្ញុំថតជាមួយនឹងសកម្មភាពខ្លះៗវីដេអូខ្លះៗនៅខាងក្នុងនេះហើយដល់កន្លែងខ្លះទៀតគឺយើងអាចថតវីដេអូបានទេអញ្ចឹងខ្ញុំថតចោះយកកន្លែងដែលសំខាន់ដើម្បីដាក់ចូលក្នុងវីដេអូនេះអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាសូមតាមដានទស្សនាទាំងអស់គ្នា This one is back in 19 so this one was used after that to primary school institution in Kuala Lumpur back in 1954.
188 room. I think they modified everything for the house. Remember, it's among the 5 pillars of Islam. This is the old royal chariot. If no label like this, that means the yeah. Don't join. Kemudian did not join this. Epic. អូខេអញ្ចឹងបងប្អូនទាំងអស់គ្នាប្រកាសជាឃើញទៅទៀតនេះនឹងទៅឃើញជាមួយនឹងអំណោយផ្សេងៗដែលបណ្ដាប្រទេសប្រមុខរដ្ឋប្រទេសផ្សេងៗយកមកថ្វាយព្រះមហាក្សត្រនៅប្រទេសប្រ៊ុយណេនេះហើយនៅក្នុងនេះផងដែរក៏យើងមានជាអំណោយមកពីប្រទេសកម្ពុជាយើងផងដែរអញ្ចឹងទៅទៀតបងប្អូននឹងឃើញទាំងអស់គ្នាណា Most later we go, but only for photo. Not only from 2 to 3, but our water village. អូខេនេះជាមួយនឹងផ្តិលប្រាក់នេះបងប្អូនឃើញហើយនេះគឺជាអំណោយដែលបានយកពីប្រទេសកម្ពុជារបស់យើងយកមកថ្វាយដល់ព្រះមហាក្សត្រនៅប្រទេសប្រ៊ុយណេនេះផងដែរ So the biggest is like this. So this one all you can see how many percent. That's why I do like this.អូខេអញ្ចឹងគឺសូមតាមដានទស្សនាជាមួយនឹងខ្ញុំបន្តទៀតព្រោះនៅខាងក្នុងនេះបរិវេណធំហើយត្រូវបង្ហាញជាច្រើនហើយវីដេអូយើងក៏ថតបានខ្លះមិនបានគ្រប់ 100% ទាំងអស់នៅក្នុងបរិវេណនេះទេបងប្អូនអរគ្នាកំពុងតែតាមដានទស្សនាប្រកាសជាឆ្ងល់ហើយឥឡូវនេះគេធ្វើអីគេធ្វើអីមែនទេនេះគឺជាសម្ភារៈដែលគេរៀបចំដើម្បីធ្វើក្បួនដង្ហែក្នុងពេលធ្វើកម្មវិធីផ្សេងរបស់ក្នុងប្រទេសប្រ៊ុយណេអញ្ចឹងគឺនៅខាងក្នុងគឺទស្សនវិជ្ជាច្រើនហើយរបស់ខ្លះគឺយើងអាចប៉ះបានទេយើងគ្រាន់តែមើលនេះគឺជាសម្ភារៈដែលសម្រាប់ធ្វើក្បួនក្នុងកម្មវិធីរដ្ឋរបស់ប្រទេសប្រ៊ុយណេនៅក្នុងសាលដ៏ធំនេះគឺផ្ទុកទៅដោយសម្ភារៈក៏ដូចជាគ្រឿងរៀបចំកម្មវិធីនឹងច្រើនមែនទែន អូ
Ok, chứ hôm nay cũng sao bao nhiêu nữa không sao mà tí này của bạn đó thì mình chóp dư nâng vừa rầm na tới chỉ tục là bây từ mưa nơi ở đồng bọn phên tiết chỉ biết cứ nơi mưa nơi lơ cà rốt nơi đồng bọn chỉ chôn nơi lơ tặng mà đòn á. Ok, mà đọc lạiនេះគឺការយើងកំពុងតែប្រាប់អំពីប្រវត្តិក៏ដូចជាការរស់នៅជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដែលរស់នៅលើដងទន្លេនេះហើយយើងក៏បានសួរនាំអំពីព័ត៌មានក៏ដូចជាការងារផ្សេងដែលថាតើគាត់រស់នៅយ៉ាងម៉េចទៅប្រជាជនរស់នៅលើទឹកនឹងយ៉ាងម៉េចប្រកបអាជីវកម្មអាជីវករយ៉ាងម៉េចអីចឹងណាអញ្ចឹងគឺការបើយើងបានរៀបរាប់ពីប្រវត្តិខ្លះៗត្រួសឲ្យយើងបានដឹងផងដែរ thếយ៉ាងណាដែរបន្ទាប់ពីបានទស្សនាជាមួយនឹងទស្សនភាពនៅតាមដោយទន្លេនេះហើយឥឡូវនេះយើងនឹងធ្វើដំណើរទៅបន្តទៀតដើម្បីចូលទៅលេងជាមួយនឹងផ្ទះអ្នកភូមិដែលគាត់រស់នៅលើ
រលកក្តាំងបានលឺនៅក្នុងវីដេអូនេះបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងទៅទៀតនេះយើងនឹងធ្វើដំណើរទៅលេងជាមួយនឹងផ្ទះអ្នកភូមិដែលគាត់រស់នៅលើទឹកនៅលើបណ្ដោយទន្លេនេះផងដែរនេះគឺជាផ្ទះរបស់គាត់ពីខាងក្រៅហើយយើងចូលទៅខាងក្នុងអូខេចឹងឥឡូវយើងចូលទៅដល់ខាងក្នុងហើយយើងធួផ្ទះគាត់បន្តិចទៅណាអូខេតែគាត់មានទទួលយើងយើងបានមកដល់ភូមិនៅលើទឹកហើយយើងនឹងមកសាកជាមួយនឹងមកនំរបស់គេនៅលើទឹកហ្នឹងហើយបង្អែមនេះមើលទៅស្តៀងគ្នានៃសាំងស្នូខាងក្នុងវាជាមួយនឹងស្ករត្នោតហើយជាមួយនឹងដូងខ្ចីកាយយើងកំពុងតែរៀបចំនំឲ្យយើងហើយបាត់3មុខហើយមើលទៀតយើងនឹងសាកលក់ជាមួយនឹងរសជាតិនំគេមើលថានំរបស់គេហ្នឹងដូចជាដែរអត់នេះនំគេហ្នឹងអ្នកអស់ប្រហែលឆ្ងាញ់ហើយខាងក្នុងវាជាស្នូដូងហើយឆ្ងាញ់មែនតើដូងខ្ចីឆ្ងាញ់ What so you eat both so you know the taste is different Okay not one side up យើងញ៉ាំជាមួយនឹងនំមួយទៀតហើយគេក៏ប្រាប់ថានំនេះគឺនេះនំនេះចឹងសងខាងចឹងយើងត្រូវញ៉ាំពីរក្នុងពេលតែមួយមកខ្ញុំចង់ដឹងមើលថារសជាតិមិនសម្រាប់នំនេះវិញបើសិនជាភាសាម៉ាឡេគេហៅថា beautiful face ខ្ញុំថាអង់គ្លេស beautiful face ហើយភាសាអី Sri Muka Sri Muka យ៉ានៅប្រទេសនេះគឺហៅថា Sri Muka នេះអញ្ចឹងណាបើយើងញ៉ាំយើងត្រូវញ៉ាំទាំងសងខាងអញ្ចឹងដើម្បីដឹងរសជាតិវាបើយើងញ៉ាំតែពីហ៊ានទេយើងអត់ដឹងរសជាតិវាទេបងប្អូនគ្នាមើលណានេះជាគ្រួសាររបស់គាត់ដែលទើបតែថតហើយទេឆ្នាំ2024នេះគ្រួសាររបស់គាត់មានកូនរហូតដល់ទៅ2នាក់ហើយមានកូនមានចៅនេះក៏ទៅថតដែរហើយឥឡូវនេះយើងកំពុងស្ថិតនៅក្នុងផ្ទះរបស់គាត់មក visit ជាមួយឥឡូវនេះយើងមក visit ជាមួយនឹងផ្ទះរបស់គាត់ដែលនៅលើទឹកតែបងប្អូនមើលផ្ទះនៅលើទឹកឯតែស្អាតស្អាតថតក្រុមគ្រួសារម្ចាស់ផ្ទះរបស់គាត់គាត់ទទួលយើងនេះគឺជាលុយអនុស្សាវរីយ៍ដែលភ្ញៀវគាត់បានអញ្ជើញមកលេងនៅផ្ទះរបស់គាត់ទទួលភ្ញៀវហើយយើងក៏គាត់ក៏ឲ្យជា gift ទៅដល់ភ្ញៀវពីភ្ញៀវទៅម្ចាស់ផ្ទះអនុស្សាវរីយ៍ 1000 all one បងប្អូនទាំងអស់គ្នាឃើញទេនេះគឺជាត្រីតែវាយូរឆ្នាំហើយហើយអ្នកនេសាទនៅហ្នឹងម្ចាស់ផ្ទះហ្នឹងគាត់បានហើយដល់ពេលគាត់យកមកដាក់តាំងហើយនេះជារូបត្រីឆ្លាមហ្នឹងមកត្រីនេះជាគំរូឯងបងប្អូនទាំងនេះតែជាគំរូហើយចង់និយាយថាត្រីនេះគឺเป็นត្រីនៅដែលវានៅបានទឹកជ្រៅតែក្រោយមកហើយនិយាយមកវិញដល់ទៅតែគាត់ក៏ដាក់មកដាក់តំណាងអញ្ចឹងទៅក៏បានជាប់មួយតំណាងគាត់ក៏លើកខ្ញុំអូខេបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងបានទស្សនាជាមួយនឹងផ្ទះប្រជាពលរដ្ឋដែលគាត់រស់នៅលើទឹកហើយយើងក៏បន្តដំណើរចេញមកវិញយើងនឹងឡើងមកខាងលើច្រាំងវិញដើម្បីទៅទស្សនានៅតំបន់ផ្សេងៗទៀតនៅជុំវិញនេះអូខេនេះជាថ្ងៃអាទិត្យនៅប្រ៊ុយណៃថ្ងៃទី3អូខេអញ្ចឹងក៏សូមតាមដានទស្សនាជាមួយពួកយើងទាំងអស់គ្នាទៀតថាតើយើងបន្តដំណើរទៅខាងណាទៀតis very good the sweetអូខេហើយយើងក៏បានជួបជាមួយនឹងក្បួនឡានជាមួយនឹងឡាននៅខាងក្នុងនោះបងប្អូនទាំងអស់គ្នាប្រកាសជាឃើញនៅខាងក្នុងនោះគឺព្រៃចបុត្រារបស់ស្ដេចព្រុយណេនៅខាងក្នុងនោះQueen the first queen marriage this one Prince Malik
អូខេឥឡូវនេះយើងបានមកដល់នៅខាងមុខនៃសួនច្បារធំនេះហើយនេះគឺគេហៅថា Frame of Brunei ឃើញធំហ្នឹងបងប្អូនតែយើងមើលពីចម្ងាយមើលដូចទូចទេតែពិតធំណា frame ហ្នឹងវាដូចជា inspiration នៅខាងប្រទេស Dubai អញ្ចឹងណាអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរសូមតាមដានទស្សនាទាំងអស់គ្នា អូខេចឹងដំណើរកម្សាន្តរបស់យើងក៏គៀកដល់ទីបញ្ចប់ហើយឥឡូវនេះយើងបានបន្តដំណើរទៅសន្តាគាររបស់យើងវិញហើយជាមួយស្អែកថាមានទៅបរិយាកាសផ្សេងឬក៏ទៅតំបន់ណាផ្សេងទៀតសូមតាមដានទស្សនាទាំងអស់គ្នាអូខេអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនទាំងអស់គ្នាហើយក៏សូមកុំភ្លេចណាជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានជាមួយនឹងវីដេអូបន្តទៀតអូខេ Thank you bye bye see you in the next video